ឆ្កែព្រៃនិងក្បាលខ្មោចជាធម្មតាឆ្កែព្រៃតែងតែខ្លាចរអាចំពោះមនុស្សដែលតែងតែប្រើអាវុធតាមមុខផ្ដាច់ផ្ដិលជីវិតរបស់ខ្លួនដើម្បីយកសាច់ទៅធ្វើជាអាហារនិងប្រលះស្បែកយកទៅតុបតែងលម្អផ្ទះសម្បែងជាដើមឆ្កែព្រៃមួយក្បាលនេះក៏ជួបនឹងវាសនាមិនខុសពីឆ្កែព្រៃដទៃទៀតប៉ុន្មានឡើយថ្ងៃមួយពេលកំពុងដើរស្វែងរកចំណីក្នុងព្រៃក្រាក់មួយយ៉ាងសប្បាយរីករាយក្នុងចិត្តនិងដែលនៅមិនឆ្ងាយពីផ្ទះអ្នកភូមិប៉ុន្មាននោះវាក៏ក្រឡេកឃើញគំនូរក្បោងខ្មោចមួយចំនួននៅទីប៉ែកពីពេញដីដែលហាក់ដូចជាពុំមាននរណាចាប់អារម្មណ៍អ្វីទាល់តែសោះឆ្កែព្រៃងាកឆ្វេងងាកស្ដាំក្រែងលោឲ្យមានហេតុអ្វីមិនស្រួលតែក៏ពុំមានសញ្ញាណាមួយគួរឲ្យព្រួយបារម្ភអ្វីទេទើបវាដើរលបសម្ដៅទៅរកគំនូរក្បោងខ្មោចនោះហើយយកជើងវាគៀសលេងចុះឡើងយ៉ាងសប្បាយរីករាយឆ្កែព្រៃពេញចិត្តជាខ្លាំងវាសោយបណ្ដាយកជើងគៀសក្បាលខ្មោចបណ្ដាព្រមទាំងឧទានថាថ្ងៃមុនពួកឯងទិញបាញ់ពុះយើងនឹងហើយមិនថាជាពួកអ្នកឯងខ្លាំងពូកែប៉ុណ្ណាឬឆ្លៀវវៃអស្ចារ្យយ៉ាងណានោះទេទីបំផុតអ្នកឯងត្រូវដេកស្លាប់ស្ទប់ស្ទឹងអស់ទាំងគំនិតអស់ទាំងបញ្ញាអស់ទាំងកម្លាំងពលំទាំងឡាយយើងអាចគៀសក្បាលអ្នកឯងលេងមកសេរីតើអ្នកឯងមានស្អីអ៊ូតទៀតមិនក៏មិនអ៊ូតទៅមានផ្លូវធ្វើស្អីយើងកោតខ្លាំងអីទៅមនុស្សចង្រៃឆ្កែព្រៃសើចសប្បាយអស់ចិត្តទើបធ្វើដំណើរចាកចេញទៅអំណាចមិនមែននៅស្ថិតស្ថេរជារៀងរហូតទេថ្ងៃណាដែលខ្លួនអស់អំណាចអ្វីៗក៏នឹងផ្លាស់ប្ដូរទៅវិញដែរហេតុនេះពេលមានអំណាចគួរតែខំធ្វើល្អឲ្យច្រើនដើម្បីកុំឲ្យមានវាសនាដូចក្បាលខ្មោចទាំងនោះ